បាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរប្រិយមិត្តបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គម YouTube បាទជាទីគោរពរាប់អានបាទជាបន្តក៏សូមជូននៅព័ត៌មានតេតិនទៅនឹងសន្តិសុខសង្គមបាទក្រោមចំណងជើងថាយីលោកកូនសុំមិនបានទាញពុថាវដេញកាប់ម្ដាយបាទប្រភពខេត្តបៃលិនបរិម្នាក់បាទសង្ស័យញៀនថ្នាំលុះសុំលុយម្ដាយមិនបានក៏ទាញយកពុថាវកាប់បំបែកទូកញ្ចក់នឹងទ្វារផ្ទះបាទបណ្ដាលឲ្យរងការខូចខាតហើយត្រូវម្ដាយប្តឹងនគរបាលឲ្យចាប់ឃាត់ខ្លួនបាទបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 2 ខែកញ្ញាឆ្នាំ 2018ស្ថិតនៅក្នុងភូមិទួលខ្ពស់បាទឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តបៃលិនប្រភពព័ត៌មានពីលោករីដារ៉ាបានអធិការរងនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថាជនបង្កហេតុខាងលើឈ្មោះថាកឹមមិថុនាភេទប្រុសអាយុ29ឆ្នាំធ្លាប់ប្រើប្រាស់បាត់គ្រឿងញៀនទើបតែត្រឡប់ពីរស់នៅភូមិដូងបាត់ឃុំបឹងរាំងស្រុកកំពង់រៀងខេត្តបាត់ដំបងទៅស្នាក់នៅជាមួយម្ដាយបានមួយរយៈពេលខ្លីបាទចំណែកជនរងគ្រោះមានឈ្មោះថាសុតញីបាទភេទស្រីអាយុ67ឆ្នាំត្រូវជាម្ដាយជាកសិករអ្នកទាំងពីរបានរស់នៅភូមិឃុំកាត់ហេតុខាងលើលោកបន្តទៀតថាក្នុងករណីនេះបណ្ដាលឲ្យខូចខាតបាទសម្ភារៈចំនួនមួយចំនួនដូចជាបែកទូកញ្ចក់បាទអស់ចំនួន2គ្រឿងទូខូចទ្វារបានបន្ទប់មួយដោយនគរបាលដកហូតបានពុថាមួយដើមដែលជនបង្កបាទប្រើក្នុងករណីខាងលើលោកបញ្ជាក់ថាមុនពេលកើតហេតុជនសង្ស័យខាងលើបានធ្វើដំណើរបាទពីស្រុកកំរៀងមកស្នាក់នៅជាមួយម្ដាយហើយមិនជួយធ្វើការងារអ្វីនោះទេគិតតែពីសុំលុយម្ដាយយកទៅចាយបំផ្លាញដោយគេសង្ស័យថាយកទៅទិញគ្រឿងញៀនដើម្បីប្រើប្រាស់បានលុះថ្ងៃកើតហេតុជនសង្ស័យបានសុំលុយម្ដាយមិនបានក៏កើតការខឹងបាទសំបារួចក៏ជេរបញ្ចោបាទនឹងទាញពុថាវដេញកាប់ធ្វើឲ្យម្ដាយភ័យក៏រត់គេចខ្លួនមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យកាប់បំបែកទូកញ្ចក់និងកាប់ទ្វារផ្ទះបាទរងការខូចខាតតែម្ដងពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះបច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការបាទឲ្យចាត់ការតាមនីតិវិធីបាទមានតែប៉ុណ្ណឹងទេបងប្អូនបាទចុងក្រោយបាទកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងអ្នកមួយផងដើម្បីទទួលបានព័ត៌មានថ្មីៗបាទសូមអរគុណសម្រាប់ការតាមដានទស្សនា